ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាវីដេអូមួយដែលណែនាំអំពីការបង្ហាញDPC icon មកនៅលើផ្ទៃ desktop ដោយសារ Windows 10វារៀងខុសប្លែកពី Windows 7 ឬក៏ Windows 8 បន្តិចនៅពេលដែលយើង right click យកពាក្យ property ទៅគឺវាចេញបែបនេះអញ្ចឹងរកកន្លែង change desktop icon អត់ឃើញអញ្ចឹងសូមចូលទៅកាន់ពីរបៀបបង្ហាញទាំងអស់គ្នាមុនដំបូងសូមចូលទៅកាន់ desktop ហើយ right click មកស្ដាំយកពាក្យ personalize បន្ទាប់មកចេញផ្ទាំងនេះសូមយកពាក្យ theme តែចេញពាក្យ theme យើងនឹងឃើញពាក្យថា desktop icon setting សូមចុចលើហ្នឹងបន្ទាប់មកចេញផ្ទាំងនេះឲ្យសូមយក crease នៅលើពាក្យថា computer ហើយបើបងប្អូនចង់បង្ហាញនៅ user file ក៏ crease នៅនេះផងដែរទៅអូខេអញ្ចឹងតបមក apply អូខេអញ្ចឹងនេះគឺជា user file ហើយនឹង DPC អូខេអញ្ចឹងសូមអរគុណចំពោះការទស្សនានៅវីដេអូនេះសូមអរគុណ